បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំវិលមកជួបគ្នាសារជាថ្មីទៀតហើយបាទថ្ងៃនេះខ្ញុំនឹងចែកគន្លឹះមួយពីរបៀបទាញយក account Facebook ចាស់ប៉ុន្តែកាលពីคลิปវីដេអូមុនយើងបានធ្វើការទាញយក account Facebook ចាស់ដែរប៉ុន្តែយើងធ្វើការ copy link ដូចថាបងប្អូនបង្កើតនៅ account ថ្មីហ្នឹងទៅចឹងបងប្អូនចូលតាមរយៈនៅ account ហ្នឹងមកបាទអញ្ចឹងកាលពីមុនយើងចូលបែបនេះបាទអញ្ចឹងបងប្អូនចូលមកកាន់ Facebook ចឹងមកបាទតបទៀតបងប្អូនកលេចមកមើលផ្នែកខាងលើគឺវាមានសញ្ញា search អញ្ចឹងបងប្អូនធ្វើការចុចកន្លែងសញ្ញា search នៅផ្នែកខាងលើមកបាទចុចលើសញ្ញា search នៅផ្នែកខាងលើបន្ទាប់ទៀតបងប្អូនវាយឈ្មោះ account ចាស់របស់បងប្អូនមកបាទឧទាហរណ៍ថាយើងវាយនៅ account ចាស់ចឹងមកបន្ទាប់ទៀតបងប្អូនចុចចុច3នេះបាទចុចហើយបងប្អូនចុចពាក្យថា copy link ប៉ុន្តែនៅក្នុង clip វីដេអូមួយនេះខ្ញុំអត់ចង់បង្ហាញពីចំណុចពីរបៀបទាញយកតាមរយៈ copy link នោះទេបាទអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតដើម្បីធ្វើការទាញយកនៅ account Facebook ចាស់អាចយកមកប្រើប្រាស់បានដូចគ្នាបាទឥឡូវខ្ញុំចុចមកលើសញ្ញាព្រួយនេះសិនបាទចុចលើសញ្ញាព្រួយហ្នឹងមកបាទខ្ញុំថយវិញអស់អញ្ចឹងខ្ញុំនឹងធ្វើការចាក់ចេញពីកម្មវិធី Facebook សិនមកបាទបន្តមកទៀតបងប្អូនចូលមកក្នុង account Facebook ថ្មីឧទាហរណ៍បាទអញ្ចឹងខ្ញុំចូលមកក្នុង account Facebook មួយនេះអញ្ចឹងខ្ញុំឧទាហរណ៍ថា account Facebook មួយហ្នឹងគឺវាជា account ថ្មីបាទអញ្ចឹងខ្ញុំចូលមកបន្ទាប់ទៀតបងប្អូនក៏លេខមកមើលផ្នែកខាងលើគឺវាមានរូប profile ហើយនិងសញ្ញាត្រី3ហ្នឹងអញ្ចឹងបងប្អូនចុចចូលមកបន្ទាប់ទៀតបងប្អូនអូស scroll ហើយបងប្អូនត្រូវlog out បាទ log out account ថ្មីរបស់យើងទាំងសិនមកបាទអញ្ចឹងយើងចុច log out ម្ដងទៀតមកបាទឥឡូវបន្ទាប់ពីយើងបាន log out រួចរាល់អញ្ចឹងហើយបាទឥឡូវខ្ញុំបើកអាពន្លឺឲ្យវាភ្លឺវិញដោយសារខ្ញុំដាក់ពន្លឺងឹតណាបងប្អូនណាអញ្ចឹងខ្ញុំបើកឲ្យវាភ្លឺវិញវាស្រួលមើលបាទអញ្ចឹងបើកឲ្យភ្លឺចុះមកបាទឥឡូវយើងបាន log out ចេញរួចរាល់ហើយបងប្អូនបាទចេញរួចរាល់ហើយអញ្ចឹងបន្តមកទៀតយើងនឹងចូលមកកាន់ Facebook បាទយើងចូលមកកាន់ Facebook មកចូលមកកាន់ Facebook បាទបងប្អូនរងចាំតិចសិនចូលម្ដងទៀតបាទខ្ញុំអូសឲ្យវិញអញ្ចឹងខ្ញុំធ្វើការ clear វាចោលតិចសិនអញ្ចឹងខ្ញុំចូលមកម្ដងទៀតបងប្អូនបាទឥឡូវយើងចូលមកដល់ក្នុងកម្មវិធី Facebook ហ្នឹងហើយបាទអញ្ចឹងវាមាន account 2 3ដែរនៅលើហ្នឹងប៉ុន្តែ account ហ្នឹងយើងអត់ធ្វើការទាញយកមកប្រើប្រាស់ហើយយើងចង់ធ្វើការទាញយកនៅ account ចាស់របស់យើងផ្សេងអញ្ចឹងបងប្អូនចុចកន្លែង log into another account មកបាទចុចកន្លែងហ្នឹងបាទ account ហ្នឹងយើងខាងប្រើប្រាស់យូរៗមកហើយបាទអញ្ចឹងខ្ញុំអត់យកនៅ account ផ្នែកខាងលើគេដាក់មិញហ្នឹងបាទឥឡូវយើងធ្វើយ៉ាងម៉េចបើ account មួយនោះគឺយើងបានភ្លេចនៅ password របស់វាបាទមានន័យថាយើងភ្លេចដូចតា clip វីដេអូមុនដែលខ្ញុំធ្វើបង្ហាញអញ្ចឹងគឺយើងភ្លេច password យើងភ្លេច email យើងភ្លេចលេខទូរស័ព្ទអញ្ចឹងណាអញ្ចឹងយើងចង់ធ្វើការទាញយកនៅ account ចាស់យកមកប្រើប្រាស់បាទតើយើងត្រូវទាញតាមវិធីណាឬក៏របៀបណាដើម្បីយក account ចាស់នោះមកប្រើប្រាស់វិញបាទអញ្ចឹងបន្ទាប់ទៀតកន្លែងនេះគេឲ្យយើងដាក់លេខទូរស័ព្ទនៅផ្នែកខាងលើនេះគេដាក់ថា mobile number or email បាទហើយមួយទៀតគេដាក់ថា password អញ្ចឹងគេឲ្យយើងបញ្ចូលលេខទូរស័ព្ទឬក៏ email
បន្ទាប់ពីយើងបញ្ចូលរួចរាល់ហើយគឺយើងវាបញ្ចូលនៅ password របស់យើងប៉ុន្តែយើងបានភ្លេចទាំងអស់បាទយើងភ្លេចទាំងអស់យើងភ្លេចទាំងលេខទូរស័ព្ទយើងភ្លេចទាំង email យើងភ្លេចទាំង password អញ្ចឹងយើងអាច log in ចូលទៅក្នុងFacebook នឹងបានទេដោយសារយើងបានភ្លេចទាំងអស់ហើយបាទឥឡូវនៅចំណុចត្រង់នេះគេឲ្យយើងបញ្ចូលលេខទូរស័ព្ទឬក៏ email បាទអញ្ចឹងយើងបានភ្លេច email ហើយលេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹង account ចាស់របស់យើងហ្នឹងក៏យើងឈប់ប្រើប្រាស់ផងដែរអញ្ចឹងយើងមានតែធ្វើការវាយនៅឈ្មោះ account របស់យើងបញ្ចូលសិនបាទយើងធ្វើការវាយមកអញ្ចឹងខ្ញុំនឹងធ្វើការវាយឈ្មោះបញ្ចូលបាទឥឡូវខ្ញុំធ្វើការវាយឈ្មោះបញ្ចូលរួចរាល់ហើយបាទបន្តមកទៀតខ្ញុំចុចពាក្យថា forgot password ដោយសារយើងមិនអាចដាក់ password បានទេដោយសារយើងភ្លេចបាត់ហើយអញ្ចឹងយើងចុចកន្លែងពាក្យថា forgot password បាទចុចកន្លែងនោះមកបន្តមកទៀតបាទកន្លែងក្នុងប្រអប់ហ្នឹងគឺវាឲ្យយើងវាយលេខទូរស័ព្ទបាទតើយើងវាយយ៉ាងម៉េចបើយើងឈប់ប្រើប្រាស់លេខទូរស័ព្ទមួយនឹងហើយបាទមានន័យថាយើងឈប់ប្រើប្រាស់លេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹង account ចាស់របស់យើងហ្នឹងបាទអញ្ចឹងយើងចុចកន្លែងពាក្យថា search by email instead បាទចុចកន្លែងហ្នឹងបន្តទៀតបងប្អូនធ្វើការបញ្ចូល email តើយើងបញ្ចូលយ៉ាងម៉េចបើ email ហ្នឹងយើងនិយាយថាមិនចាំផងហ្នឹងបាទយើងអត់ចាំទេណា email ហ្នឹងយើងអត់ដឹងថា email មួយណាទេនៅក្នុងទូរស័ព្ទដៃរបស់យើងនោះវាមាន email ជាច្រើនអញ្ចឹងយើងវាយឈ្មោះ account Facebook ចាស់របស់យើងមកចូលជាបន្តទៀតបាទធ្វើការវាបញ្ចូលមកបាទឥឡូវយើងវាបញ្ចូលឈ្មោះនៅ account Facebook ចាស់របស់យើងរួចរាល់អស់ហើយបន្តមកទៀតបងប្អូនចុចពាក្យថា find account នេះមកបាទបាទឥឡូវវាបានលោតហើយបាទវាលោតនេះវាលោតឈ្មោះនឹងមកវាលោតរូប profile account មួយនឹងចេញមកអញ្ចឹងហើយបាទអញ្ចឹងវាជាដៀងនឹងមុនដែរទេប៉ុន្តែបងប្អូនបាច់ copy link ដូចមុនទេបាទក៏មុនខ្ញុំប្រាប់ពីរបៀបទាញយកនៅ account Facebook ចាស់អញ្ចឹងមកប្រើប្រាស់វិញដូចគ្នាប៉ុន្តែយើងធ្វើការ copy link វាប៉ុន្តែឥឡូវនេះយើងបាច់ copy link ទេបាទអញ្ចឹងបន្ទាប់ទៀតនេះ get code or link via email នេះអញ្ចឹងយើងគ្រីសនៅកន្លែងហ្នឹងមកបាទយើងគ្រីសកន្លែងហ្នឹងនៅ email មួយហ្នឹងបន្ទាប់ទៀតយើងចុចពាក្យថា continue បាទចុចពាក្យថា continue នេះបាទអញ្ចឹងវានឹងផ្ញើសារ SMS មកកាន់ email របស់យើងបាទអញ្ចឹងខ្ញុំក៏បញ្ជាក់ផងដែរសម្រាប់វិធីដែលយើងអាចធ្វើការទាញយកនៅ account Facebook បានលុះត្រាតែយើងមាន email នៅក្នុងទូរស័ព្ទដៃរបស់យើងដែរបាទមានន័យថាទូ email ហ្នឹងយើងបានភ្លេចមានន័យថាយើងចាំអត់បានច្បាស់លាស់ទេដោយសារ email មានច្រើនអញ្ចឹងឥឡូវវាប្រហែលជាផ្ញើលេខកូដមកកាន់ email របស់យើងហើយអញ្ចឹងយើងយកដៃរបស់យើងយើងអូសទាញទម្លាក់តិចមកបាទបើសិនជាយើងធ្វើការអូសមើលទាំងហើយវាអត់បានផ្ញើមកទេបាទបងប្អូនអាចអូនេះបែរជាផ្ញើមកហើយបងប្អូនបាទអញ្ចឹងវានៅត្រង់នេះវាមានលេខ009473បាទ009473
009473បងប្អូនបាទនេះអញ្ចឹងវាបានផ្ញើលេខកូដមកកាន់ email របស់យើងហើយបាទអញ្ចឹងបន្តទៀតបងប្អូនត្រូវយកកូដហ្នឹងមកវាបញ្ចូលក្នុងប្រអប់ហ្នឹងបាទវាបញ្ចូលក្នុងប្រអប់ហ្នឹងរួចរាល់អស់ហើយបងប្អូនចុចពីថា continue មកបាទចុចពីថា continue ទៅបន្តទៀតវាឲ្យយើងបង្កើតនៅ password ថ្មីមួយបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានបង្កើតនៅ password ថ្មីបាទបង្កើតនៅ password ថ្មីរួចរាល់ហើយគឺយើងអាចទាញបានយកនៅ account នឹងបាន 100% ហើយបាទអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការបង្កើតនៅ password មកបាទឥឡូវខ្ញុំឧទាហរណ៍ account នេះខ្ញុំអត់បាទអញ្ចឹង account នេះខ្ញុំអត់ធ្វើការទាញទេដោយសារខ្ញុំធ្វើការទាញបានវារួចរាល់ហើយអញ្ចឹងខ្ញុំអត់ធ្វើការបង្កើតនៅpassword ថ្មីអីទេបាទអញ្ចឹងខ្ញុំគ្រាន់តែធ្វើបង្ហាញទៅកាន់បងប្អូនពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញដោយមិនបាច់ copy link នៅ profile របស់យើងដូចពីមុនទេបាទពីមុនយើងធ្វើការ copy link រួចហើយយើងចូលទៅកាន់ app Chrome ហើយដើម្បីធ្វើការ copy បាទតែឥឡូវអត់ទេយើងគ្រាន់តែវាយឈ្មោះរបស់យើងមកគឺវាអាចទាញយកបានទាញយកបាននៅ account ចាស់នោះមកប្រើប្រាស់បានដូចគ្នាផងដែរបាទអញ្ចឹងក៏សូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាคลิปវីដេអូរបស់ខ្ញុំមួយនេះតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់អំពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញបាទអញ្ចឹងក៏សូមអរគុណនិងសូមជម្រាបលាបាទ